ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះមកគេថាឃើញប្រហិតឡើងតែថ្មងពេញផ្ទៃទឹកតែម្ដងនេះថ្ងៃនេះមកស្ងោរប្រហិតជាមួយនឹងស្ពៃកញ្ញាញ់ទៀតណាបងប្អូនដាក់មកជាវីតាមីនជាតិនោះហើយប្រហិតនេះគឺជាប្រហិតត្រីក្រាយបងប្អូនប៉ុន្តែគាត់តែផ្ទះរបស់ admin ហើយប្រហិតត្រីឆ្លាតឥឡូវនេះគឺយើងលាងជាមួយនឹងសម្អាតត្រីរបស់យើងឲ្យស្អាតសិនមកបាទត្រីនេះគឺថាពេលដែលយើងកោសធ្វើប្រហិតបានច្រើនមែនទែនហើយវាមានរសជាតិឆ្ងាញ់ណាបងប្អូនហើយសាច់វាឡើងលក្ខណៈមួយថាស្វិតល្អមែនទែនពេលដែលយើងវាយដល់បើសិនបងប្អូនខ្ញុំវាយអត់ដល់ទេសាច់របស់វាផុយអត់ឆ្ងាញ់ទេអញ្ចឹងការធ្វើប្រហិតនេះគឺយើងវាយវាតតែស្វិតបានឆ្ងាញ់ហើយរសជាតិវិញអូយខប់សេរីតែម្ដងមកអ៊ំពូមីងដែលក៏អត់តន់ចេះពីវិធីនៅក្នុងការកោសប្រហិតបាទអញ្ចឹងមកទស្សនាទាំងអស់គ្នាណាហើយអ្នកដែលគាត់ចេះហើយបាទមានវិធីក្បាច់ថ្មីអីអាច comment នៅក្នុងការប្រាប់ផងតែខាងច្បាប់ធ្លាប់ឃើញខាងបងដែលគាត់ចេះគាត់លុញឆ្លីមិនទេលេងចេញសាច់ត្រីមកភ្លុចប៉ុន្តែសម្រាប់ខាង admin តតែបង្ហាញពីវិធីនៅក្នុងការកោសអញ្ចឹងណាបានចេះមកបែបម្នាក់ទេបងប្អូនបាទប៉ុន្តែរសជាតិវិញអូឆ្ងាញ់ខ្លាំងណាស់យើងកោសយកតែសាច់ទេបងប្អូនហើយដោយឆ្អឹងគឺយើងបេះចេញបើយើងទិញលើទីផ្សារមកអាចនឹងមានលាយណាបងប្អូនប៉ុន្តែពេលដែលយើងកោសខ្លួនឯងចេះបានសាច់ច្រើនណាបងប្អូនហើយសិតតែសាច់ត្រីហ្មងពេលដែលយើងយកទៅវឹកជាប្រហិតមកមានរសជាតិឆ្ងាញ់មែនតើហើយផ្សំគ្រឿងត្រូវទៀតមកអូសម្លមុខនេះនិយាយពីថាបាយចោះទេដល់បងប្អូនហើយសម្លនេះទឹកថ្លាល្អប៉ុន្តែរសជាតិវិញឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងអ៊ំពូមីងដែលគាត់ចង់បានរសជាតិឆ្ងាញ់ម្ហូបដែលប្លែករសជាតិលក្ខណៈមួយថាខប់សេរីអញ្ចឹងណាមកទស្សនាជាមួយនឹង admin ទាំងអស់គ្នាបង្ហាញតិចនិចងាយប៉ុន្តែម្ហូបវិញរសជាតិវិញអូយខប់សេរីតែម្ដងផ្លែតែមួយសបកហ្នឹងរួចរាល់នេះបាទក្បិតរបស់យើងនេះចុងភៅហើយចុងភៅបាទផ្លែហើយកោសហើយផ្លែបាទកោសវាតែមកសបកហ្នឹងមួយចានចង្កឹះមួយចានគោមនឹងពេញបឹបលើបងប្អូនហើយថាសាច់ល្អមែនតើហើយសាច់ត្រីនេះនិយាយពីថាដាក់មកនិយាយពីថាមានជាតិនោះហើយណាមួយត្រីរស់រវើកអីចឹងណាបងប្អូនហើយពេលយើងយកមកធ្វើប្រហិតចេះមកមានជាតិណាហើយបងប្អូនយើងទិញបានត្រីក្រាយនេះយកមកធ្វើប្រហិតណាបាទអូរសជាតិឆ្ងាញ់ណាផ្សំគ្រឿងត្រូវទៀតមកខប់សេរីកោសទៅកោសមកតែមួយស្ទូហ្នឹងគេថាពេញបឹបមួយចានហ្នឹងហើយចាប់ផ្ដើមនៅក្នុងការវឹកអីចឹងណាហើយចំណេញជើងក្រៃវាបងប្អូនយកប្រឡាក់ជៀនអូឆ្ងាញ់ណាបងប្អូនហើយបាទធ្វើតាម admin នៅក្នុងការបរិយាយបាទបានពីមុខអរគុណបាទកោសប្រហិតរួចរាល់យើងទុកមកស្ទូសិនទៅបាទឆ្លៀតពេលហ្នឹងគឺយើងចាប់ផ្ដើមនៅក្នុងការកាត់ស្ពៃហាន់សិនបាទស្ពៃរបស់យើងជាប្រភេទស្ពៃកញ្ញាញ់ណាបាទដាក់មកនិយាយពីថារសជាតិវិញអូខប់សេរីហើយស្ងោរត្រូវជាមួយនឹងស្ពៃកញ្ញាញ់ហ្នឹងតែម្ដងបើខុសពីស្ពៃហ្នឹងដាក់មិនសូវត្រូវគ្នាទេបងប្អូនបាទតែគ្រាន់តែខាងខ្ញុំបាទនឹងបង្ហាញជូនបាទចង់បង្ហាញពីតិចនិចអញ្ចឹងណាបាទឥឡូវនេះគឺយើងចាប់ផ្ដើមនៅក្នុងការលាងសម្អាតស្ពៃសិនមកក្រោយពេលដែលយើងលាងហើយហ្នឹងបាទយើងហាន់ហើយយើងលាងហើយយើងដាក់នៅកញ្ច្រែងទុកមួយលើសិនមកចាប់ផ្ដើមវឹកប្រហិតបានបាទហើយស្ពៃនេះដាក់យ៉ាងច្រើនក្រែដែរព្រោះតែចូលចិត្តលក្ខណៈស្ពៃច្រើនណាបងប្អូនញ៉ាំបន្លែខៀវបានច្រើនដើម្បីសុខភាពប៉ុន្តែអស់ប្រហិតមុនឡើហ្នឹងអរគុណយើងអ៊ំពូមីងដែលគាត់ឃើញនៅក្នុងការបរិយាយនៅក្នុងការលាងសម្អាតជាមួយនឹងស្ពៃជូនទៅដល់ខាងបងប្អូនគាត់នឹកឃើញ admin នៅក្នុងការបរិយាយប៉ុណ្ណេះបងប្អូនយើងគាត់ថាប៉ិនកំ pl ែងដែរហ្នឹង admin អរគុណឥឡូវនេះយើងលាងរួចរាល់ហើយដាក់កញ្ច្រែងទុកមួយលើមកបាទបច្ចេក 4-5 ទឹកបងប្អូនគាត់ថា admin កាត់ត្រួសបាទហើយស្លឹកខ្ទឹមនេះគឺយើងប្រើខ្ទឹមខ្យល់ដដែលក្លិនឈ្ងុយហើយខ្ទឹមនេះនិយាយពីថាអូយទិញបានតែខ្ទឹមខ្យល់ទៀតថ្ងៃណាអត់មានហ្នឹងប្រើខ្ទឹមមើមដែរហ្នឹងបងប្អូនបាទឥឡូវដាំខ្លួនឯងចាំថ្ងៃណាដូវហ្នឹងយ៉ាំបង្ហាញជូនដល់ខាងបងប្អូននៅក្នុងការទស្សនាឥឡូវនេះហាន់ជាកង់ល្អិតមកដើម្បីយើងយកមកដាក់នៅជាមួយនឹងប្រហិតរបស់យើងឲ្យខ្លាំងក្លិនឈ្ងុយបាទបងប្អូនធ្វើតាម admin ណាបាទមកហូបឆ្ងាញ់ប្រចាំថ្ងៃតែម្ដងហើយខ្ទឹមនេះល្អិតល្អបងប្អូនណាបាទឃើញអញ្ចឹងប៉ុន្តែរសជាតិវិញអូឆ្ងាញ់ខប់សេរីតែម្ដងហាន់ខ្ទឹមជាចំណិតតូចលក្ខណៈកង់ចាឥឡូវនេះគឺយើងចាប់ផ្ដើមនៅក្នុងការវាយប្រហិតគឺយើងត្រូវប្រើទឹកអំបិលបងប្អូនបាទដាក់អំបិលលាយទឹកមកហើយទៅចាប់ផ្ដើមនៅក្នុងការវាយតតែប្រហិតនឹងចូលជាប់សពសាច់តែមួយបាទវាយសពសាច់តែមួយហើយទៅផ្សំគ្រឿងហើយវាយម្ដងទៀតអាពេលផ្សំគ្រឿងហើយហ្នឹងបងប្អូនពិបាកវាយណាវាលក្ខណៈមួយថាពិបាកនៅក្នុងការចូលគ្នាមែនតើតតែមួយស្ទុះពេលដែលវាចូលគ្នាបានល្អឡើងស្អិតល្មួតឡើងវិញណាបងប្អូនអានេះពេលដែលសាច់ត្រីចូលគ្នាបងប្អូនហើយឡើងតឹងដៃលក្ខណៈមកចុកដៃតែម្ដងណាបងប្អូន
បើគេមានឧបករណ៍គេនៅក្នុងការវាយវាស្រួលប៉ុន្តែយើងអត់មានទេមានតែវាយដៃប្រើស្លាបព្រាវនៅក្នុងការវាយចេះណាបើវាយទៅវាយមកតតែវាឡើងល្មួតចឹងបាទល្មួតចឹងហើយផ្សំគ្រឿងបាទហើយផ្សំគ្រឿងនេះមានអំបិលមួយចិបចឹងមកបន្ថែមព្រោះថាយើងប្រើទឹកអំបិលហើយបាទប្រើស្ករអមតដាក់នៅជាមួយនឹងប៊ីចេងរួចហើយគេដាក់ម្រេចបាទម្រេចទឹកត្រីអញ្ចឹងណាបងប្អូនបាទអត់បានជាមួយម្រេចបាទព្រោះថាដាក់ម្រេចមកក្លិនឡើងឈ្ងុយ6 7ភូមិឆ្លក់ដាក់ admin នៅក្នុងការបញ្ចូលសម្លេងទៀតណាបងប្អូនអរគុណហើយអ៊ំពូមីងខ្លាំងណាស់ admin បានវីដេអូណានៅក្នុងការបញ្ចូលសម្លេងបាទវីដេអូធ្វើខ្លួនឯងថតខ្លួនឯងបង្ហាញជូនទៅដល់ខាងបងប្អូនខ្លួនឯងនេះ original content ណាមែនចេះតែយកវីដេអូគេមកបញ្ចូលឯណាបងប្អូនបាទយើងត្រូវតែនៅក្នុងការបង្ហាញពីស្នាដៃ technique ខ្លួនឯងបាទហើយអ្វីៗដែលរបស់យើងខ្លួនឯងហ្នឹងយើងកុំខ្លាចនៅក្នុងការជាប់ copyright អញ្ចឹងណាបាទអញ្ចឹងខាងខ្ញុំបាទ recommend ជូនឲ្យបងប្អូនឲ្យដាក់នៅជាមួយនឹងបង្គាក្រៀមឬក៏គេហៅថា hibi បាទស្រុកខ្ញុំភាគច្រើនហៅថា hibi ហ្នឹងបាទបងប្អូនខ្លះដែលស្គាល់ hibi បាទតែសម័យនេះគេស្គាល់តែបង្គាក្រៀមបាទដាក់លឹកខ្ទឹមអញ្ចឹងមកច្បល់ចូលគ្នាហើយមើលសាច់ត្រីសាច់ប្រហិតរបស់យើងកូវឹកតតែវាឡើងស្វិតលក្ខណៈមួយថាពេលដែលយើងស្ងោរទៅសាច់ស្វិតណាមានរសជាតិឆ្ងាញ់ណាតែបើសិនបងប្អូនយើងវាយស្ទើពេលដែលស្ងោរលក្ខណៈផុយដោយសាច់ត្រីអត់ឆ្ងាញ់ទេបាទនេះ admin នៅក្នុងការបង្ហាញពីតិចនិចទេណាបើចង់បានម្ហូបឆ្ងាញ់តតែធ្វើទៅតាម admin នៅក្នុងការបរិយាយហើយបើសិនបងប្អូនយើងទិញលើទីផ្សារក៏មិនសូវស្វិតប្រហែលដែរព្រោះថាពួកគាត់មិនសូវជាវាយបានដិតដល់ទេអញ្ចឹងពេលដែលយើងយកមកគឺយើងវាយបន្ថែមអីចឹងណាបងប្អូនបើសិនអ្នកដែលគាត់ខ្ជិលកោសខ្លួនឯងប៉ុន្តែសម្រាប់ខាងអ្នកម្ដាយរបស់ខាងខ្ញុំបាទគឺចូលចិត្តនៅក្នុងការកោសខ្លួនឯងមែនតើហើយទិញភាគច្រើនត្រីស្រស់ហ្នឹងបងប្អូនយកមកធ្វើឆ្ងាញ់ហ៎ឥឡូវគឺយើងចាប់ផ្ដើមនៅក្នុងការដាំទឹកមកពេលដែលយើងវាយប្រហិតនឹងវាចូលសັບសាច់ហើយយើងទុកមួយលើដាំទឹកទុកមកសបកឡើងពុះក្រុចក្រាក់បាទចាប់ផ្ដើមនៅក្នុងការដាក់ hibi ចូលបន្តិចរួចហើយគឺយើងចាប់ផ្ដើមនៅក្នុងការលុញប្រហិតបេះប្រហិតយើងដាក់ជាដុំអញ្ចឹងណាម្ដុំអញ្ចឹងមកបងប្អូនបាទហើយប្រើដៃបងប្អូនហើយព្រោះថាដៃលាងស្អាតទេបងប្អូនហើយលក្ខណៈគ្រួសារអញ្ចឹងណាអញ្ចឹងមិនថ្មីទេព្រោះថាដៃនឹងស្និទ្ធជាងបើកាន់តែពាក់ស្រោមដៃនឹងដល់អង្ការបានញ៉ាំទេបងប្អូនអញ្ចឹងសូមជំរាបជូនថាលក្ខណៈគ្រួសារគឺយើងធ្វើអញ្ចឹងហើយណាមួយដៃលាងស្អាតបងប្អូនបាទដល់ពេលយើងធ្វើទៅញ៉ាំឆ្ងាញ់ហើយអនាម័យបាទកុំឃើញអញ្ចឹងថាអត់អនាម័យបាទបច្ចៈជូននេះណាដៃលាងសិតតែសាប៊ូបងប្អូនតែមកសបកនឹងប្រហិតរបស់យើងឆ្អិនដែតឡើងលើបាទក្រោយពេលដែតឡើងលើអីហើយបងប្អូនឃើញហ៎អូទឹកវិញនិយាយពីថាមានជាតិបងប្អូនផ្សំគ្រឿងតិចនឹងមានជាតិអូយឡើងឆ្ងាញ់ប្លែកមាត់តែម្ដងញ៉ាំហើយចង់ញ៉ាំទៀតអញ្ចឹងណាបាទបញ្ចូលសម្លេងនេះបងប្អូនហើយលេបទឹកបត់គឺឃើញប្រហិតadmin ចូលចិត្តប្រិមិត្តយើងក៏តែយ៉ាងដឹងស្អីទេ admin ឃើញចូលចិត្តគ្រប់មុខម្ហូបនៅក្នុងការចម្អិននេះបាទព្រោះតែមុខម្ហូបណាដែលចូលចិត្តប្រាប់ថាចូលចិត្តខ្លាំងហ្មងណាបាទមុខម្ហូបណាដែលស្ទើរមិនសូវជាចូលចិត្តវិញគឺប្រាប់ថាមិនសូវជាចូលចិត្តទេប៉ុន្តែសម្រាប់ប្រហិតនេះគឺថាឆ្ងាញ់ខ្លាំងហើយចូលចិត្តមែនតើហើយតិចនៅក្នុងការចម្អិនស្រួលបងប្អូនបាទតែមកសបកឃើញទេប្រហិតរបស់យើងចាប់ផ្ដើមតែពេញទឹកផ្ទៃទឹកណាបងប្អូនបាទមើលតែប៉ុណ្ណេះឡើងពុះគ្រុតអូយពុះឡើងភុលបាទមើលពុះភុលប៉ុណ្ណេះបងប្អូនដាក់ស្ពៃបានហើយហើយស្ពៃបងតែមកភ្លោកមកស្ពៃឃើញតែមកកញ្ច្រែងអញ្ចឹងតែមកសពាប់ទៅស្ទ្រូមទៅក្រោមអស់ហើយបងប្អូនកោជូនទៅដល់ខាងបងប្អូននៅក្នុងការទស្សនាបាទព្រោះថាជាមួយនឹងប្រហិតរបស់យើងក្លិនឡើងឈ្ងុយហើយត្រូវជាមួយនឹងស្ពៃកញ្ញាញរបស់យើងនេះនិយាយពីថាខ្ចីឡើងលវក់លក្ខណៈមួយថាស្ពៃខ្មែររបស់យើងដាំមកបងប្អូនមានរសជាតិឡើងផ្អែមហើយឡើងឆ្ងាញ់សម្បូរទៅដោយវីតាមីន Q បាទគេហៅថាវីតាមីនបៃតងវីតាមីន Q បងប្អូនបាទដាក់មកនិយាយពីថាទ្រង់ដល់សុខភាពផងនិងជំនួយទៅដល់សុខភាពរបស់យើងបានច្រើនទៀតហើយណាមួយពេលដែលយើងញ៉ាំចេះណាអាហារដែលល្អសម្រាប់សុខភាពញ៉ាំបានច្រើនបងប្អូនហើយបើអាហារដែលគ្រឿងដុតពេកក៏វាប៉ះពាល់ដល់សុខភាពដែរប៉ុន្តែគាត់ថាយើងដាក់មកល្មមមកឆ្ងាញ់មកត្រូវជាមួយនឹងសុខភាពរបស់យើងអាចទទួលយកបានបាទអញ្ចឹងសាកល្បងមើលទៅបាទដូច admin នៅក្នុងការបរិយាយអត់អញ្ចឹងណាបងប្អូនបាទអញ្ចឹងបរិយាយជូនដល់ខាងបងប្អូនបដានៅក្នុងការបង្ហាញជូនបដាហូរទឹកមាត់ច្រោកហ្មងបងប្អូនថាវាក្លិនឈ្ងុយហើយមានរសជាតិឆ្ងាញ់ណាបងប្អូនលក្ខណៈញ៉ាំហើយចង់ញ៉ាំទៀតតែម្ដងមកអ៊ំពូមីងដែលគាត់បានធ្វើញ៉ាំហៅ admin ទៅញ៉ាំផងបាទចង់ភ្លក់ស្នាដៃរបស់បងប្អូនម្ដងបាទអរគុណចឹងចែករំលែកតិចនៅក្នុងការធ្វើមុខម្ហូបមួយមុខនេះមានរសជាតិឆ្ងាញ់ការធ្វើងាយស្រួលហើយមកវិញទៀតសោត
ពេលដែលយើងផ្សំគ្រឿងត្រូវញ៉ាំហើយគឺចង់ញ៉ាំទៀតតែម្ដងថែមគ្រឿងតែបន្តិចទៀតមកបាទព្រោះតែគ្រឿងគឺយើងបានផ្សំនៅជាមួយនឹងប្រហិតខ្លះហើយបាទយើងផ្សំនៅក្នុងឆ្នាំងរបស់យើងហ្នឹងមកបែបទៀតមិនមែនថាផ្សំតែនៅក្នុងប្រហិតហើយណាបងប្អូនបាទភ្លក់មើលរសជាតិមកល្មមសមគួរអញ្ចឹងណាបាទមើលតែរសជាតិល្មមអីហើយបងប្អូនយើងអាចទទួលទានបានហើយមានរសជាតិឈ្ងុយឆ្ងាញ់បាទជាមួយនឹងស្ងោរប្រហិតស្ពៃក្រញាញ់ហើយប្រភេទស្ពៃនេះណាបងប្អូនគេដាក់ឈ្មោះស្ពៃកញ្ញាញ់បងប្អូនមានឆ្ងល់ទេបាទព្រោះតែស្ពៃរបស់យើងនេះសម្បូរបាទមានស្ពៃចកើស្ពៃកដោបបាទមានខាត់ណាបាទមានជាប្រភេទស្ពៃច្រើនទៀតបាទមានស្ពៃជើងទាអញ្ចឹងណាបងប្អូនបាទឬក៏ស្ពៃផ្លក់ចាយបាទបងប្អូនស្គាល់អត់នឹងអ្នកខាងខេត្តកំពង់ធំប្រហែលជាស្គាល់កោះធំអីណាបាទអាហ្នឹងគេហៅស្ពៃទឺយើងហ្នឹងប៉ុន្តែពេលដែលយើងស្លនេះគេហៅស្ពៃកញ្ញាញ់បងប្អូនដាក់មកមានជាតិហើយចូលជាតិគ្នាបានល្អមែនតើចាណាយើងដួសដាក់ចានអញ្ចឹងមកបងប្អូនមួយចាននេះ8 9នាក់បានញ៉ាំអស់ហើយសតតសាច់បាទសតតប្រហិតរបស់យើងនឹងនិយាយពីថាឆ្ងាញ់ខ្លាំងណាស់បងប្អូនរសជាតិវិញមិនចិនណាយតែម្ដងជាមួយនឹងមុខម្ហូបបានឆៃពៅខាងក្រៅទៀតមកអែមណាស់សម្លណាដែលត្រូវជាមួយនឹងឆៃពៅត្រូវជាមួយនឹងតសក់ចាវខាងខ្ញុំបាទ recommend ជូនណាបងប្អូនសម្លតើមានពី3មុខអីចឹងទៅពេលដែលយើងញ៉ាំទៅមានរសជាតិឆ្ងាញ់ចេះធ្វើតាម admin នៅក្នុងការបរិយាយបងប្អូនបានម្ហូបឆ្ងាញ់ប្រចាំថ្ងៃតែម្ដងថ្ងៃនេះអត់មានអីច្រើនទេមានតែប៉ុណ្ណេះនៅក្នុងការចែករំលែកហើយបើពេញចិត្តសូម subscribe ឬក៏ដឹងឲ្យ admin ម្នាក់មួយផងបាននៅវីដេអូថ្មីបន្តទៀតណាហើយបើសិនបងប្អូនយើងដែលគាត់ចង់សាកល្បងនៅក្នុងការធ្វើនៅក្នុងការទទួលទានអាចសាកល្បងបានមានរសជាតិឆ្ងាញ់មែនតើម្ហូបនេះបើសិនជាខាងបងប្អូនទស្សនាតាម page follow page ឲ្យម្នាក់មួយណាបាទអត់មានអីច្រើនទេមានតែការអំពាវនាវតែប៉ុណ្្នឹងឯងអំពាវនាវឲ្យជួយនៅក្នុងការ comment ជួយនៅក្នុងការ subscribe ទស្សនាតាំងពីដើមរហូតដល់ចប់អីចឹងណាបាទដាក់មកទេសរបស់យើងបង្ហាញឡើងពណ៌ឡើងអូតំណមែនតើអរគុណមានតែប៉ុណ្្នេះទេអាចជួបលោកអ្នកនៅក្នុងវីដេអូក្រោយបាយបាយ